ក្រសួងមហាផ្ទៃកម្ពុជាចេញសេចក្តីប្រកាសព័ត៌មានស្តីពីផលប៉ះពាល់លើប្រជាពលរដ្ឋនិងតំបន់ស៊ីវិលដោយអំពើឈ្លានពានរបស់ភាគីថៃលើដែនអធិបតេយ្យកម្ពុជាគិតត្រឹមម៉ោង 12 ថ្ងៃត្រង់ថ្ងៃទី 10 ខែធ្នូ ឆ្នាំ 2025 ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាសូមជម្រាបជូនសាធារណជនជាតិនិងអន្តរជាតិជ្រាបថាគិតមកដល់ម៉ោង 12 ថ្ងៃត្រង់ថ្ងៃទី 10 ខែធ្នូ ឆ្នាំ 2025 នេះអំពើល្មើសច្បាប់អន្តរជាតិនិងក្បត់បទឈប់បាញ់របស់ភាគីថៃលើដែនអធិបតេយ្យកម្ពុជាដែលបានផ្ដើមឡើងជាថ្មីទៀតចាប់ពីថ្ងៃទី 7 ខែធ្នូមកនោះបានបណ្ដាលឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សុវត្ថិភាពជនស៊ីវិលព្រមទាំងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធវត្តអារាមសម្បត្តិវប្បធម៌បេតិកភណ្ឌមនុស្សជាតិនិងបង្អាក់សេវាសាធារណៈជាមូលដ្ឋានជាច្រើនកន្លែងដូចខាងក្រោម 1. ករណីស្លាប់និងរបួសនៅខេត្តឧត្តរមានជ័យមានពលរដ្ឋស្លាប់ចំនួន 1 នាក់ទារកនៅខេត្តបន្ទាយមានជ័យមានពលរដ្ឋស្លាប់ចំនួន 1 នាក់និងរបួសចំនួន 25 នាក់ធ្ងន់ចំនួន 5 នាក់សរុបមានពលរដ្ឋខ្មែរស្លាប់កើនឡើងដល់ 9 នាក់និងរងរបួសជាង 50 នាក់ភាគច្រើនកំពុងស្ថិតនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់ 2. ករណីភៀសសឹកខេត្តព្រះវិហារមានជនភៀសសឹកកើនឡើងចំនួន 6,133 គ្រួសារស្មើនឹងមនុស្សចំនួន 21,639 នាក់ខេត្តឧត្តរមានជ័យមានជនភៀសសឹកកើនឡើង 9,768 គ្រួសារស្មើនឹងមនុស្សចំនួន 33,787 នាក់ខេត្តបន្ទាយមានជ័យមានជនភៀសសឹកកើនឡើងដល់ 12,255 គ្រួសារស្មើនឹងមនុស្ស 36,244 នាក់ខេត្តបាត់ដំបងមានជនភៀសសឹក 202 គ្រួសារស្មើនឹងមនុស្សចំនួន 810 នាក់មកកាន់ជម្រកសុវត្ថិភាពរៀបចំដោយរដ្ឋបាលខេត្តក្រៅពីនេះពលរដ្ឋភាគច្រើនបានជម្លៀសទៅកាន់ទីតាំងផ្សេងៗរៀងៗខ្លួននៅខេត្តពោធិ៍សាត់មានជនភៀសសឹកកើនដល់ 641 គ្រួសារស្មើនឹងចំនួន 1,896 នាក់ដោយភាគច្រើនបានជម្លៀសពីព្រំដែនថ្មដាមកកាន់ទីរួមស្រុកវាលវែងនៅខេត្តសៀមរាបបានទទួលជនភៀសសឹកកើនឡើងដល់ 9,958 គ្រួសារស្មើនឹងមនុស្សចំនួន 31,837 នាក់សរុបចំនួនជនភៀសសឹកបានកើនឡើងដល់ជាង 36,000 គ្រួសារស្មើនឹងមនុស្សជាង 120,000 នាក់រហូតមកដល់រសៀលនេះនៅតែបន្តមានចលនាពលរដ្ឋភៀសសឹកគ្រប់មូលដ្ឋានខេត្តពាក់ព័ន្ធ 3. ករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងបង្អាក់សេវាសាធារណៈជាមូលដ្ឋានផ្ទះសម្បែងនិងសម្ភារៈប្រើប្រាស់របស់ប្រជាពលរដ្ឋអគារក្រុមហ៊ុនឯកជនអគាររដ្ឋបាលសាលារៀនវត្តអារាមប្រាសាទបុរាណផ្លូវថ្នល់និងអង្គភាពសាធារណៈជាច្រើនកន្លែងបានរងការខូចខាតជាបន្តបន្ទាប់ដោយសារភាគីថៃបានបង្កើនការបាញ់ផ្លោងនិងទម្លាក់គ្រាប់ពីយន្តហោះ A-16 សម្ដៅចូលភូមិឋាននិងតំបន់ទីប្រជុំជនស៊ីវិលរហូតដល់ចម្ងាយប្រមាណជា 30 គីឡូម៉ែត្រពីព្រំដែនជាការកត់សម្គាល់សេវាជាមូលដ្ឋានដែលអាជ្ញាធរត្រូវផ្ដល់និងពលរដ្ឋត្រូវទទួលបានផ្អាកស្ទើរទាំងស្រុងខណៈសាលារៀនរដ្ឋនិងឯកជនចំនួន 514 កន្លែងបានបិទទ្វារនិងប៉ះពាល់ដល់ការសិក្សារបស់សិស្សប្រមាណជា 13,000 នាក់នេះមិនទាន់គិតដល់ផលវិបាកផ្សែងពុលដែលថៃបន្តប្រើប្រាស់ដោយគ្មានសតិសម្បញ្ញៈមកលើដែនអធិបតេយ្យកម្ពុជាផងជាថ្មីទៀតក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាសូមប្រកាសគាំទ្រនិងជឿជាក់យ៉ាងមុតមមលើសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាអគ្គភពភាជាន់ខ្ពស់នៃកងយុទ្ធពលខេមរៈភូមិន្ទនិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីដ៏អង្អាចស្វាហាប់ប្រតិភិនរបស់ជាតិនិងប្រជាជនកម្ពុជាក្រសួងមហាផ្ទៃសូមអំពាវនាវប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាននិងគ្រប់និន្នាការរួមទាំងកងកម្លាំងប្រដាប់អាវុធចម្រុះទាំងអស់បន្តសាមគ្គីប្រគៀកស្មាស្រាក់ដៃគ្នាគាំទ្ររាជរដ្ឋាភិបាលនិងផ្ដល់កម្លាំងចិត្តដល់វីរៈយុទ្ធជនជួរមុខដែលកំពុងតែឈរជើងយ៉ាងឃ្លាវខ្លាប្រកបដោយមោទកភាពក្នុងបេសកកម្មការពារទឹកដីដូនតានិងសុវត្ថិភាពប្រជាពលរដ្ឋតាមបន្ទាត់ព្រំដែនក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជានៅតែបន្តទទូចដល់សហគមន៍អាស៊ានអង្គការសហប្រជាជាតិនិងសហគមន៍អន្តរជាតិចូលរួមតាមដាន
ថ្កោលទោសនិងមានចំណាត់ការស្របតាមច្បាប់គោលការណ៍និងនីតិវិធីអន្តរជាតិចំពោះអក្រិតកម្មដ៏យងខ្នងព្រៃផ្សៃរបស់រដ្ឋាភិបាលយោធានិងកម្លាំងចម្រុះថៃដែលបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សអនុសញ្ញាប្រឆាំងការធ្វើទារុណកម្មនិងធម្មនុញ្ញអាស៊ានជាដើមយើងទាមទារឲ្យភាគីថៃបញ្ឈប់អំពើដ៏អាក្រក់នេះជាបន្ទាន់ហើយងាកមកអនុវត្តឲ្យបានពេញលេញតាមបទឈប់បាញ់ជាពិសេសសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីប្រទេសទាំងពីរដោយមានប្រធានាធិបតីសហរដ្ឋអាមេរិកនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីចុះហត្ថលេខាជាសាក្សីព្រមទាំងការថ្លែងស្វាគមន៍គាំទ្រពីមិត្តបរទេសនិងសហគមន៍អន្តរជាតិ